ខ្ញីមានប្រយោជន៍ជាច្រើនដល់សុខភាពដោយសារវាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មនិងសមាសធាតុដែលមានសក្តានុពលក្នុងការព្យាបាលនិងការពារជំងឺខាងក្រោមនេះគឺជាអត្ថប្រយោជន៍សំខាន់របស់ខ្ញី 1. ព្យាបាលអាការៈក្អួតចង្អោរខ្ញីមានប្រសិទ្ធភាពខ្ពស់ក្នុងការកាត់បន្ថយអាការៈក្អួតចង្អោរជាពិសេសសម្រាប់អ្នកដែលកំពុងព្យាបាលមហារីកឬមានផ្ទៃពោះ 2. កាត់បន្ថយការឈឺសាច់ដុំនិងរលាកសន្លាក់ខ្ញីអាចជួយកាត់បន្ថយការឈឺសាច់ដុំបន្ទាប់ពីហាត់ប្រាណនិងជួយអ្នកដែលមានជំងឺរលាកសន្លាក់ការទទួលទានខ្ញី 2 ទៅ 4 ក្រាមក្នុងមួយថ្ងៃអាចជួយសម្រួលអាការៈឈឺ 3. គ្រប់គ្រងជាតិស្ករក្នុងឈាមខ្ញីអាចជួយបន្ថយកម្រិតជាតិស្ករក្នុងឈាមដែលមានប្រយោជន៍សម្រាប់អ្នកជំងឺទឹកនោមផ្អែមការសិក្សាបានបង្ហាញថាការបរិភោគខ្ញីអាចជួយកាត់បន្ថយជាតិស្ករក្នុងឈាមបានដល់ទៅ 12 4. លើកកម្លាំងប្រព័ន្ធរំលាយអាហារខ្ញីជួយលើកកម្លាំងប្រព័ន្ធរំលាយអាហារបំបាត់អាការៈហើមពោះនិងកាត់បន្ថយការរលាកក្រពះវាក៏ដើរតួនាទីជាអង់ទីប៊ីយ៉ូទិកធម្មជាតិដែលអាចកម្ចាត់បាក់តេរីគ្រោះថ្នាក់ 5. ការពារប្រព័ន្ធប្រសាទនិងខួរក្បាលខ្ញីមានសារធាតុដែលអាចជួយកាត់បន្ថយការរលាកក្នុងខួរក្បាលនិងការពារជំងឺភ្លេចភ្លាំងការសិក្សាបានរកឃើញថាវាអាចជួយពង្រឹងការចងចាំ 6. ជួយសម្រកទម្ងន់ខ្ញីអាចជួយគ្រប់គ្រងចំណង់អាហារនិងលើកកម្លាំងដំណើរការរំលាយខ្លាញ់ដែលជួយឲ្យសម្រកទម្ងន់បានមានប្រសិទ្ធភាព 7. ប្រឆាំងនឹងជំងឺមហារីកខ្ញីមានសារធាតុដែលអាចជួយរារាំងការលូតលាស់របស់កោសិកាមហារីកជាពិសេសមហារីកក្រពះនិងមហារីកស្បែកការព្រមានទោះបីជាខ្ញីមានប្រយោជន៍ច្រើនក៏ដោយក៏វាមានផលរំខានផងដែរជាពិសេសសម្រាប់ស្ត្រីមានផ្ទៃពោះឬអ្នកដែលមានបញ្ហាសុខភាពជាក់លាក់ដូច្នេះគួរពិគ្រោះជាមួយគ្រូពេទ្យមុនពេលប្រើប្រាស់ជាប្រចាំសរុបមកខ្ញីគឺជាគ្រឿងទេសដ៏មានសក្តានុពលក្នុងការថែរក្សាសុខភាពនិងការពារជំងឺផ្សេងការបរិភោគវាតាមរយៈម្ហូបអាហារឬផឹកជាទឹកអាចផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់រាងកាយ